សំបីតែឧស្សាហកម្មនឹងក៏យើងត្រូវមានលទ្ធភាពច្រើនដែរថ្ងៃមុនខ្ញុំទៅកម្មវិធី SME បូសរុបផលិតផលនំអីពេញក្នុងប្រទេសចាំបាច់យកលុយរាប់រយលានទៅទិញរបស់ពីក្រៅគ្រប់មុខទេប៉ុន្តែត្រូវការប្រជាពលរដ្ឋយើងគាំទ្រផលិតផលយើងជានិរន្តរ៍ផងកុំគាំទ្រតាមមួយផ្លេតបន្តគាំទ្រផលិតផលខ្មែរយើងទៀតផងដើម្បីយើងម្ចាស់ការព្រោះតើតែមានទីផ្សាររដ្ឋាភិបាលត្រឹមតែជួយបង្កើតជួយផលិតជួយប្រតិកន្លែងតែបើប្រជាពលរដ្ឋខ្មែរដែលជាអតិថិជនមិនទិញទីផ្សារក៏វាមិនរីកបើសិនជាប្រជាជនយើងទិញលុយនឹងក្រុមហ៊ុនយកទៅដើម្បីបង្កើនផលិតកម្មបង្កើនគុណភាពអីកាន់តែខ្លាំងអញ្ចឹងស្មារតីជាតិនិយមនៅពេលនេះសូមឲ្យវាស្ថិតនៅស្ថិតទេដើម្បីឲ្យខ្មែរជួយផលិតផលខ្មែរជារៀងរហូតតទៅមុខនិយាយបែបនេះមិនមែនបានន័យថាកម្ពុជានឹងបិទប្រទេសឈប់ធ្វើពាណិជ្ជកម្មនោះទេប៉ុន្តែមានផលិតផលច្រើនណាស់ដែលយើងអាចតភ្ជាប់រវាងអ្នកផលិតក្នុងស្រុកជាមួយនឹងប្រជាជនអ្នកប្រើប្រាស់ក្នុងស្រុកជាជាងយកពីរបស់នាំចូលមកនេះគឺជាការពិតបាទហើយយើងឃើញធ្វើនៅពេលនេះយើងឃើញធ្វើបានយើងក៏អាចធ្វើរយៈពេលវែងដែរអញ្ចឹងសូមឲ្យក្រសួងពាក់ព័ន្ធធ្វើម៉េចភ្ជាប់ជាមួយប្រព័ន្ធទីផ្សារបោះដុំលក់រាយយ៉ាងម៉េចអ្នកនាំបោះដុំមកពីក្រៅប្រទេសប្រវែមកបោះដុំនៅក្នុងស្រុកទៅបាទធ្វើយ៉ាងណាដើម្បីកាត់បន្ថយការនាំចូលដើម្បីជួយគ្រប់គ្រងផលិតផលក្នុងស្រុកជួយបង្កើតការងារនិងធានានៅចំណូលដល់ប្រជាពលរដ្ឋនៅក្នុងស្រុកនិងវិស័យឯកជនក្នុងស្រុករបស់យើងមិនថាស្បៀងអាហារចំណីអាហារជាបែបកសិកម្មឬសិប្បកម្មឬយ៉ាងណាទេផលិតរបស់ប្រើប្រាស់ក៏ដូចគ្នាអញ្ចឹងខ្ញុំសូមឲ្យស្មារតីនេះខ្ញុំឃើញអញ្ចឹងការរួមគ្នារវាងប្រជាជនអតិថិជនរវាងវិស័យឯកជនរវាងរដ្ឋយើងជាមួយគ្នាអញ្ចឹងសូមឲ្យស្មារតីស្នេហាជាតិស្មារតីខ្មែរជួយខ្មែរស្មារតីខ្មែរគ្រប់គ្រងផលិតផលខ្មែរនេះនៅបន្តទៅមុខទៀតដើម្បីយើងពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់យើងហើយខ្ញុំសូមឲ្យអំពាវនាវឲ្យអ្នកផលិតត្រូវគិតគូរអំពីគុណភាពរបស់ខ្លួនទាំងតម្លៃព្រោះអានេះជាកត្តាកំណត់រដ្ឋាភិបាលមិនអាចបង្ខំឲ្យបងប្អូនទៅទិញផលិតផលដែលអត់មានគុណភាពអត់មានបរិមាណគ្រប់អត់អាចធានាបាននោះទេឬតម្លៃថ្លៃហួសហេតុនោះទេអញ្ចឹងយើងនឹងខិតខំជួយធ្វើយ៉ាងណាដើម្បីភ្ជាប់ឲ្យបានច្រើនខ្ញុំឃើញថ្ងៃមុនគ្រាន់តែគេដើរបង្ហាញម៉ូដគេរៀបបង្ហាញម៉ូដហ្នឹងគេបើធម្មតាកៅអៅគេទទួលគេពាក់កៅអៅទៅនេះគេបង្ហាញម៉ូដគេដាក់ផលិតផលមានទឹកសុទ្ធមាននំមានអីជាប់ហើយខាងសហគមន៍អីផ្សេងក៏មានអញ្ចឹងយើងចាប់ផ្ដើមបើទូទាំងប្រទេសបានវាចាប់ផ្ដើមពីភូមិមួយពីស្រុកមួយពីកុំមួយឥឡូវខេត្តមួយសាក់ទៅខេត្តមួយអាចមានផលិតអីល្អច្បាយខេត្តចលនាប្រជាពលរដ្ឋនៅក្នុងខេត្តគាំទ្រអាហ្នឹងទៅហើយច្បាយខេត្តនាំដើរលក់ទូទាំងប្រទេសផលិតផលមួយហ្នឹងទៅឥឡូវបើមកខេត្តយកផលិតផលមួយលក់ទូទាំងប្រទេសជួយជំរុញនឹងរួច25ខេត្តបាន25មុខបាទមួយយ៉ាងដែរតាបាទយើងគិតមើលអានេះគ្រាន់ជាការគិតរបស់ខ្ញុំប៉ុន្តែអ្វីដែលយើងឃើញថាយើងអាចធ្វើបានពេលមានអាសន្នយើងធ្វើបានចុះបើស្មារតីនឹងវានៅចប់ជាប្រចាំក្នុងស្មារតីលើកតម្កើងនិងពង្រឹងសមត្ថភាពខ្លួនឯងតើតែយើងរួមគ្នាធ្វើអញ្ចឹងខ្ញុំគិតថាប្រជាពលរដ្ឋយើងទាំងអស់ទាំងវិស័យឯកជនទាំងអ្នកផលិតទាំងអ្នកប្រើជាមួយរដ្ឋដែលត្រូវប្រើរួមគ្នាដើម្បីគិតគូរអំពីការជំរុញបន្ថែមផលិតបន្ថែមគុណភាពបរិមាណនិងតម្លៃបូកជាមួយទីផ្សារធ្វើយ៉ាងណាភ្ជាប់នៅទូទាំងប្រទេសវាអត់មានបោកទៅអ្នកបោះដុំមិនច្រើនទេអ្នកលក់រាយច្រើនរាប់សែនអ្នករាប់លានអ្នកតែអ្នកបោះដុំខ្ញុំតាយ៉ាងច្រើន10000អ្នកប៉ុណ្ណឹងឬមួយក៏1000អ្នកបើយកពីផ្សារអូឡ িম্প ិកទៅបោះក៏មិនច្រើនដែរនិយាយជាមួយគាត់មើលក្រសួងស្ថាប័នអាចជួយគាត់ឥឡូវគាត់ធ្លាប់យក100មុខពីក្រៅឥឡូវសុំយកតែ90មុខអា10មុខនេះយកក្នុងខ្ញុំជួយ
គាត់យកទៅបោះឲ្យមួយគាត់ស្រាប់ទៅអាហ្នឹងមើលបាទឧទាហរណ៍ផ្សារអូឡ িম্প ិកផ្សារអីបោះដុំទៅយកពីក្រៅមក100មុខយើងយកតែ5មុខនិយាយចរចាគ្នាឲ្យភ្ជាប់គាត់ជាមួយនឹងក្រុមហ៊ុនក្នុងស្រុកហើយរដ្ឋជួយសម្រួលអីយ៉ាងម៉េចទៅអញ្ចឹងអ្នកនឹងលែងទៅយកពីក្រៅមកបោះដុំអាគ្រប់មុខហ្នឹងហើយយកឥឡូវចាប់ពី100មុខឥឡូវយកតែក្រៅ95ទៅមកយើង5មុខឆ្នាំក្រោយថែម5ទៀតទៅខ្ញុំថាធ្វើអត់យើងជួយបង្កើតបណ្ដាញទីផ្សារយើងជួយធានាយើងជួយនៅក្នុងការភ្ជាប់ប្រព័ន្ធអេកូហើយអ្នកនេះបើខាងផលិតផលខាងដូចនំអីហ្នឹងអាចស្រួលជាងកសិកម្មព្រោះកសិកម្មគាត់រាយច្រើនតែអ្នកផលិតនំផ្លែអីគាត់តែ2 3ក្រុមហ៊ុនគាត់នៅប្រមូលផ្ដុំច្រើនណាបាទគាត់មាន capacity អាចជួយបាទអាហ្នឹងយើងអាចធ្វើបានសហគ្រាសធុនតូចធុនមធ្យមរបស់យើងអាហ្នឹងគិតគូរមើលអញ្ចឹងវាផ្ដើមចេញពីការរៀបចំប្រព័ន្ធបតិកលាផ្ទៃក្នុងពីអ្នកផលិតទៅទីផ្សារក្នុងស្រុកប្រព័ន្ធ ecosystem នេះ ecology វាធ្វើម៉េចបតិកលាវាឲ្យកាន់តែមានប្រសិទ្ធភាពគុំជាមួយនឹងការរៀបចំដើម្បីពិពិធកម្មទីផ្សារនាំចេញឲ្យច្រើនការនាំចូលអីផ្សេងយើងត្រូវគិតគូរយ៉ាងម៉េចអញ្ចឹងឱកាសមួយនេះដែលយើងនិយាយព្រឹកនេះអំពីការជំរុញការធានាអភិរក្សនិងបង្កើតនៅត្រីដែលនិយាយអំពីសមត្ថភាពធានានៅសន្តិសុខស្បៀងជាផ្នែកមួយនៃការធានាសមត្ថភាពកម្ពុជាម្ចាស់ការដោះស្រាយតម្រូវការប្រជាជនខ្លួនឯងក៏ឈានទៅដល់បញ្ហាដែលយើងបតិកលារាល់ថ្ងៃនេះដែលជាឧទាហរណ៍ជាក់ស្ដែងនៅក្នុងសមត្ថភាពក្នុងការដោះស្រាយបញ្ហាខ្លួនឯងការហូបចុកការផ្ដល់សេវាការធានាហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងក៏វាពាក់ព័ន្ធជាមួយនឹងការដាក់ទិសដៅទៅមុខនៅក្នុងការពង្រឹងសមត្ថភាពរបស់យើងកាន់តែខ្លាំងថែមទៀតហើយរាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើធនធានមនុស្សលើហេដ្ឋារចនាសម្ព័ន្ធលើសេវាកម្មលើការជួយភ្ជាប់ទីផ្សារទាំងក្នុងនិងក្រៅប្រទេសដើម្បីឲ្យយើងកាន់តែរឹងមាំកាន់តែមានភាពម្ចាស់ការខ្លួនឯងតទៅមុខទៀតនិងមានសមត្ថភាពធ្វើការជាមួយដៃគូក្រៅប្រទេសរាប់រយប្រទេសដោយកាន់តែទាញផលជាខ្លាំងដើម្បីបង្កើនសមត្ថភាពកម្ពុជានេះគឺអ្វីដែលយើងនឹងបន្តធ្វើតទៅទៀតបាទ